សម្ដេចកតេសង្ឃៈបណ្ឌិតម៉ែនសំអនឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រអញ្ជើញថ្វាយប្រគិនសៀវភៅពុទ្ធកវិទ្យាល័យព្រះសូរាមរិត111ឆ្នាំចំនួន2500ក្បាលចំណាយថវិកាអស់$20000ព្រមទាំងត្រៃចីវរទានវស្សាតយវត្ថុជាសទ្ធាទានដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចកតេព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលផ្ដល់ជូនតាមរយៈអាយដាមអ្នកអង្គញាមុំវ៉ាន់ឌីទីប្រឹក្សាសម្ដេចតេជោហ៊ុនសែននិងជាអនុប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជានិងលោកជំទាវអ្នកអង្គញាទៀងផល្លាព្រមទាំងបុត្រាបុត្រីជូនគណៈសង្ឃមហានិកាយក្រមព្រះរាជាអធិបតីភាពសម្ដេចព្រះមហាសូមេធាធិបតីកតេបណ្ឌិតអំលឹមហេងសម្ដេចព្រះសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃច័ន្ទទី13ខែកក្កដាឆ្នាំ2026នៅឧបដ្ឋានសាលាវត្តបទុមវតីរាជវរារាមស្ថិតនៅក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញរាជធានីភ្នំពេញពិធីធម្មទាននេះមានការយាងនិមន្តនិងអញ្ជើញចូលរួមពីសម្ដេចព្រះសង្ឃនាយករងសម្ដេចសង្ឃព្រះសង្ឃនាយកនៃពុទ្ធិកវិទ្យាល័យព្រះសូរាមរិតព្រះសង្ឃអាយដាមចៃបូរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាអាយដាមអ្នកអង្គញាមុំវ៉ាន់ឌីទីប្រឹក្សាសម្ដេចតេជោហ៊ុនសែននិងជាអនុប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជានិងលោកជំទាវអ្នកអង្គញាទៀងផល្លាព្រមទាំងអាយដាមលោកជំទាវលោកស្រីនិងពុទ្ធបរិស័ទជាច្រើនរូបផ្សេងទៀតក្នុងពិធីធម្មទាននេះសម្ដេចព្រះមហាសូមេធាធិបតីកតេបណ្ឌិតអំលឹមហេងទ្រង់ព្រះរាជទានសៀវភៅជូនសម្ដេចកតេសង្ឃៈបណ្ឌិតម៉ែនសំអនអាយដាមចៃបូរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានិងព្រះរាជទានបានថ្លែងអំណរគុណជូនចំពោះអាយដាមអ្នកអង្គញាមុំវ៉ាន់ឌីនិងលោកជំទាវអ្នកអង្គញាទៀងផល្លាដែលបានឧបត្ថម្ភនៅធម្មទានដើម្បីចែកផ្សាយដល់គ្រឹះស្ថានពុទ្ធិកសិក្សាទូទាំងប្រទេសនិងតម្កល់ទុកតាមបណ្ដាល័យនានាទុកជាប្រយោជន៍សាធារណជនសិក្សាស្រាវជ្រាវនិងទុកជាឯកសារគោលសម្រាប់ចងក្រងប្រវត្តិពុទ្ធិកសិក្សានៅប្រទេសកម្ពុជានាពេលអនាគតក្នុងឱកាសនោះសម្ដេចកតេសង្ឃៈបណ្ឌិតម៉ែនសំអនអាយដាមចៃបូរិនអាយដាមអ្នកអង្គញាមុំវ៉ាន់ឌីនិងលោកជំទាវអ្នកអង្គញាទៀងផល្លាក៏បានអញ្ជើញប្រគេនជូនសៀវភៅពុទ្ធិកវិទ្យាល័យព្រះសូរាមរិត111ឆ្នាំនិងបច្ច័យដល់ព្រះសង្ឃគណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូសរុបចំនួន198អង្គអ្នកដែលបានមកចូលរួមក្នុងពិធីនេះចំពោះតេយ្យទានសម្រាប់ថ្វាយនិងប្រគេនសម្ដេចព្រះសង្ឃរាជនិងព្រះសង្ឃក្នុងពិធីធម្មទាននេះដោយក្នុងមួយអង្គរួមមានទានវស្សា1គូត្រៃចីវរ1ត្រៃទឹកសុទ្ធចំនួន10កេសទឹកក្រូចចំនួន10កេសអង្ករ25គីឡូក្រាមចំនួន10បេមីចំនួន10កេសទឹកត្រីចំនួន10យួរទឹកស៊ីអ៊ីវចំនួន10យួរព្រមទាំងតេយ្យវត្ថុបន្ថែមសម្រាប់ព្រះរាជាគណៈអមចំនួន8ព្រះអង្គក្នុងមួយព្រះអង្គទទួលបានសម្ពុតចីវរចំនួន1លាងបន្ថែមលើបច្ច័យបោះពុម្ពសៀវភៅចំនួន2500ក្បាលបច្ច័យនិងអំណោយទាំងអស់ក្នុងពិធីធម្មទាននេះអាយដាមអ្នកអង្គញាមុំវ៉ាន់ឌីនិងលោកជំទាវអ្នកអង្គញាទៀងផល្លាក៏បានចូលបច្ច័យចំនួន$10000សហរដ្ឋអាមេរិកបន្ថែមសម្រាប់វត្តនិងគណៈគ្រប់គ្រងវត្តបទុមវតីជាវកៅអីសម្រាប់ទុកប្រើប្រាស់ក្នុងកិច្ចពិធីសាសនាផ្សេងៗនៅក្នុងវត្តផងដែរ